លងវិញហ្នឹងគឺយើងមានប្រវាយនេះជា2យ៉ាងអាមហ្នឹងហើយ2យ៉ាងអាមហើយអញ្ចឹងដំឡូងហ្នឹងគឺយើងយកមកយើងដាក់នៅក្នុងម៉ាស៊ីនគេកាត់ហ្នឹងទៅយើងកាត់អីហើយមកយើងបានយើងដោតក្នុងចង្កាត់ហ្នឹងយើងយកវាហ្នឹងទៅចៀនយកទៅបំពងឲ្យវាស្រួយហ្នឹងទៅយើងដាក់មានគ្រឿងក្រៅបន្ថែមពីហ្នឹងទៀតដូចមានរសជាតិឈីសហើយឈីសមានម្ទេសអញ្ចឹងនៅពេលណាយើងដាក់គ្រឿងក្រៅឈីសហើយនឹងម្ទេសហ្នឹងទៅធ្វើឲ្យដំឡូងហ្នឹងរឹតតែឆ្ងាញ់ខ្លាំងតែម្ដងឈ្មោះនៅហាងគឺឈ្មោះថាតាដំឡូងវិលចិត្តវត្តស្មងដែរបាទនៅខាងវត្តស្មងដែរហ្នឹងគឺមានកន្លែងមួយគេជាកន្លែងសួនកំសាន្តគេមួយអញ្ចឹងហ៎បងខ្ញុំតាំងពីតូចមកគឺខ្ញុំអត់ចូលចិត្តចង់ធ្វើការនៅណាម្នាក់ឯងខ្ញុំចង់ធ្វើអ្វីដែលប្លែកទី2ចង់ឲ្យប្រជាជនខ្មែរយើងបានស្គាល់រសជាតិដូចគេអញ្ចឹងដែរអញ្ចឹង